សួស្តីអ្នកគ្នាយ៉ាងថ្ងៃនេះយើងនឹងមកនិយាយគ្នាអំពី Docker Container Life Cycle ដែលយើងរៀបរាប់តាំងពីតើ container តាំងតែពីវាបង្កើតរហូតដល់យើងលុបវាចោលហ្នឹងតើវាឆ្លងកាត់ដំណាក់កាលអីគេខ្លះតើយើងមកមើលទាំងអស់គ្នាហើយខ្ញុំ search Google តែម្ដងទៅ Docker Life Cycle អ្នកនរអាច search បានដូចគ្នាហើយបច្ចុប្បន្នគឺ AI របស់ Google គាត់នឹងឆ្លើយតែម្ដងអញ្ចឹងខ្ញុំអត់បញ្ចូលនៅក្នុងហ្នឹងទេប៉ុន្តែខ្ញុំមកបង្ហាញតើstage មួយមានអីគេខ្លះអញ្ចឹងគឺ stage របស់វាគឺមានតាំងពី Docker បង្កើត created រហូតដល់វា run ហើយយើងអាចផុសវាបានដែរអញ្ចឹងណាបន្ទាប់មកយើងអាច stop វាឬក៏យើងអាចលុបឬក៏ kill process របស់ Docker ហ្នឹង container ហ្នឹងណាយើងអាច unpause បើសិនជាវានៅជាប់ពី pause មួយណាហើយក៏យើងអាច restart បានផងដែរហើយទាំងអស់ហ្នឹងគឺយើង manage វា manage life cycle ដោយប្រើ command Docker យើងអាចមើលបានគឺទាំងអស់ហ្នឹងគឺយើងអាច run Docker create ដើម្បីបង្កើត container ហើយយើង Docker run start stop pause unpause restart kill ហើយនឹង remove តែម្ដងយើងមកមើលរូបដើម្បីអ្នកនឹងងាយយល់ជាងមុនអញ្ចឹងណាអញ្ចឹងធម្មតានៅពេលដែលយើងមាន image អញ្ចឹងយើងអាច create Docker create ចេញពី image ហ្នឹងវានឹងបង្កើតបានជា container នៅពេលដែលមាន container អ្នកនរគ្នាអាច start ឬក៏យើងចង់លុបតែម្ដងក៏បានអញ្ចឹងណាឬក៏ម្យ៉ាងទៀតពេលដែលមាន image យើងអាច Docker run យកតែម្ដងអញ្ចឹងវា container វានឹង run អញ្ចឹងណាហើយនៅពេលដែលក្នុង running stage យើងអាច stop អញ្ចឹងពេលដែល stop វានឹងចូល stop អាចលុបបានធម្មតា running អាចលុប direct បានទេបើចង់លុបក៏យើងត្រូវ rm -f ដើម្បី force វាអញ្ចឹងណាអូខេអញ្ចឹងពេលដែល stop យើងអាច start មកវិញបានហើយពេលដែល running ដូចគ្នាគឺយើងអាច pause មានន័យថាវា free សិនអញ្ចឹងណាអញ្ចឹងយើង unpause មកវិញអញ្ចឹងវាអ្វីដែលនៅកំពុង run វានឹងបន្តទៀតអញ្ចឹងទៅអញ្ចឹងណាអូខេនេះគឺអ្នកនរគ្នាមើលប្រកាសជា